អូខេសួស្តីអ្នកនរគ្នាយើងតមេរៀនយើងបន្តទៀតយើងចូលទៅកាន់ tool មួយដែលមានឈ្មោះថា Zoom tool យើងក៏អាចចុចអក្សរកាត់បានគឺចុចអក្សរ Z ដើម្បីធ្វើការហៅ tool នេះយកមកប្រើប្រាស់បានផងដែរចំពោះរបៀបនៃការប្រើរបស់ tool នេះយើងអាចធ្វើការចុច mouse ឆ្វេងឲ្យជាប់រួចធ្វើការទាញទៅស្ដាំដើម្បីធ្វើការពង្រីកឬក៏យើងអាចចុច mouse ឆ្វេងឲ្យជាប់រួចហើយទាញមកឆ្វេងដើម្បីធ្វើការបង្រួមយើងអាចទាញបែបនេះសម្រាប់មើលចិត្តមើលឆ្ងាយបានណាអូទៅឆ្វេងអូទៅស្ដាំទៅគឺរូបយើងអាចមើលចិត្តមើលឆ្ងាយទៅតាមយើងចង់បានឬក៏យើងអាចប្រើ mouse ខាងស្ដាំដើម្បីធ្វើការ fit on screen អញ្ចឹងវានឹងទៅសភាពដើមនៃរូបឬក៏យើងអាចធ្វើការយក 100% រូបនឹងរត់ចូលមកចិត្តយើងអាចយក 200% ឬក៏យើងអាចធ្វើការ zoom in zoom out ទៅតាមអ្វីដែលយើងចង់បានចុចហើយឧទាហរណ៍ថាកន្លែងនេះយើងអត់ចង់បានទេយើងអាចចុច space ឲ្យជាប់ដើម្បីធ្វើការចាប់អូសទាញវាណាអូសទាញរូបធួនឹងបន្តិចទៀតខ្ញុំនឹងធ្វើការបង្ហាញដែរនៅវីដេអូក្រោយអញ្ចឹង option ខាងលើនេះដែរក៏ដូចតែខ្ញុំបានធ្វើការបង្ហាញនៅលើ mic ស្ដាំនេះដែរអញ្ចឹង fit screen យើងចុចមកវានឹងមកសភាពដើម fill screen វានឹង load ឲ្យពេញណាហើយ 100% ទៅតាមអ្វីដែលយើងចង់បានចំណែកឯ Scrap B Zoom នេះបើសិនជាយើងអត់thíchទៅលើវាទេករណីដែលយើងធ្វើការចុច mouse ស្ដាំខាងនេះហើយយើងធ្វើការគូសមកវានឹងចេញជា selection zoom អញ្ចឹងខ្ញុំ take Scrap B Zoom មកវិញចុច mouse ខាងឆ្វេងរួចហើយធ្វើការទាញហើយបើសិនខ្ញុំដោះមកឧទាហរណ៍ថាឥឡូវខ្ញុំចង់បានចំណុចត្រង់ផ្ទៃមុខអញ្ចឹងយើងក៏ធ្វើការ select ចំផ្ទៃមុខហើយយើងធ្វើការបលេងទៅវានឹង zoom ចូលទៅតំបន់ដែលយើងចង់បានឬក៏យើងអាចចុច space ដើម្បីធ្វើការទាញទៅរកចំណុចដែលយើងចង់បានឬក៏យើងអាចប្រើ Alt ហើយវានឹងចេញសញ្ញាដកណាសញ្ញាដកកន្លែងនេះយើងអាចធ្វើការចុចដកវាបានមួយទៀតបើសិនជាករណីដែលយើងកំពុងតែស្ថិតនៅលើ Move Tool វិញនៅពេលយើងស្ថិតនៅលើ Move Tool យើងអាចប្រើ Zoom Tool នេះដោយប្រើចុច Control បុក Space មកហើយយើងធ្វើការចាប់ទាញមកណាអញ្ចឹងកន្លែងនេះដោយសារតែវាជាប់អីគេជាប់វាអត់ទាន់មានScrap B Zoom អញ្ចឹងពេលយើងគូសទៅវានឹងចេញជា selection អញ្ចឹងខ្ញុំសូមធ្វើការដោះអានេះភាគច្រើនគឺគេប្រើ Scrap B Zoom នេះអូខេអញ្ចឹងខ្ញុំនឹងនៅកន្លែង Move Tool វិញហើយយើងអាចធ្វើការចុច Control Space ទាញមកបាទអានេះខ្ញុំក៏ធ្វើការបង្ហាញពីរបៀបប្រើវាអាចប្រើបានច្រើនណាហ្នឹងហើយយើងចូលទៅកាន់ Zoom Tool វិញហើយខ្ញុំធ្វើការបង្ហាញកន្លែងនេះមួយទៀតពាក់ព័ន្ធជាមួយនឹង Zoom All នេះ Zoom All Window នេះបើសិនជាឧទាហរណ៍ថាឥឡូវខ្ញុំធ្វើការពង្រីកទៅលើត្រង់ចំណុចនេះអញ្ចឹងរូបប្រាសាទអង្គរវត្តដែលមាននៅកន្លែងនេះក៏ធ្វើការពង្រីកដែរឥឡូវខ្ញុំធ្វើការបង្រួមរូបប្រាសាទហ្នឹងសិនហើយយើងទៅមើលទៅលើ tab មួយទៀតគឺវារួមដូចគ្នាណាហ្នឹងហើយបើយើងពង្រីកកន្លែងនេះក៏ពង្រីកដែរអូខេអញ្ចឹងការបង្ហាញនៃ tool Zoom tool នេះគឺបានបញ្ចប់ហើយគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន